សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយជាវីដេអូចែកម្លែកឬក៏វីដេអូផ្ដើមគេហៅថា presentation ក៏ថាបានឬក៏ជាប្រភេទវីដេអូមួយដែលសម្រាប់ចែកដល់បងប្អូនទាំងគ្នាមុននឹងចាប់ផ្ដើមលើវិស័យ YouTube ឆ្នាំ2026-27នេះឯងអញ្ចឹងក៏ដូចជាសពម្ដងមុននឹងមេរៀនមុននឹងរៀនអីក៏ដោយក៏ខ្ញុំពិចារណាខ្ញុំមានមូលដ្ឋានគ្រឹះខ្ញុំបរៀនពីមូលដ្ឋានគ្រឹះបរៀនពីនេះពីនោះឬក៏បើនិយាយភាសាអង់គ្លេសហ្មងពីនេះពីនោះពីនេះពីនោះហ្នឹងយើងនិយាយពីផ្ដោតសំខាន់ទៅលើមេតិកាណាមួយដែលយើងចង់បរៀន Facebook YouTube IG ឬក៏អីផ្សេងអញ្ចឹងទៅហើយបងប្អូនក៏ប្រកាសជាស្គាល់ដែរថាខ្ញុំជាអាចថាជាគ្រូក៏បានឬក៏ជាអ្នកដែលមានជំនាញខាងនឹងមករូបដែរព្រោះអីយើងបានចាប់ផ្ដើមការងារនឹងវាលើសពី5ឆ្នាំអញ្ចឹងមានន័យថាវាចូល level skill ហើយវា skill មានបទពិសោធន៍ច្រើនមករូបដែរតើតើនឹងវិស័យ YouTube ផងដែរក៏ខ្ញុំបានមានចំណូលមកតង់ពី YouTube ដែរគឺខ្ញុំមាន channel រលួយបាន3 4មកដល់ឥឡូវគឺវាមិនច្រើនទេតែវាបានមករស់ហើយថាកាហ្វេកាទៀវអីចឹងវាសំគួរដែរព្រោះជា content បរទេសយើងធ្វើបែបជា content មួយដែល10ឆ្នាំទៀតក៏នៅតែអាចរកលុយបានណាអញ្ចឹងខ្ញុំសូមអត់បញ្ចេញទេក៏ប៉ុន្តែវាជាជំនាញរបស់ខ្ញុំអូខេក៏ប៉ុន្តែមកដល់ឥឡូវបើសិនជាកាលនេះបងប្អូនចង់រកលុយក៏វាអត់ពិបាកដែរតែសំខាន់ជាងគេអ្នកខ្លះគាត់ចាប់ផ្ដើមទាំងដែលអត់មានមូលដ្ឋានគ្រឹះសំខាន់ជាងគេមូលដ្ឋានគ្រឹះតទៅនឹង YouTube នឹងតែម្ដងអូខេអញ្ចឹងតទៅនឹងវគ្គ YouTube នេះផងដែរគឺខ្ញុំសម្រេចថាខ្ញុំនឹង free ខ្ញុំអត់មានគិតលុយគិតកាក់ទេក៏ប៉ុន្តែខ្ញុំនឹងបើកលក្ខណៈ donation មួយមានថាក្នុងវគ្គហ្នឹងខ្ញុំនឹង donation ប្រហែលដុល្លារម្នាក់អីចឹងដើម្បីបានចូលរៀនក្នុងហ្នឹងខ្ញុំមានមេត្តាការរបស់ខ្ញុំត្រឹមត្រូវពីចាប់ផ្ដើមពីចំណុចដែលចាប់ផ្ដើមពី0រហូតទៅដល់អាចរៀនបានរួមអាចធ្វើអនុវត្តបានបំពេញធនាគារបំពេញពីងកូដអីបានជាតាមពិតទៅអ្នកទាំងអស់គ្នាក៏អាចសិក្សាដោយខ្លួនឯងបានដែរក៏ប៉ុន្តែជាធម្មតាពាក្យបុរាណមួយគេថាដើរឲ្យមាន3សដីឲ្យមាន4ការវិនិយោគលើចំណេះដឹងវាអត់មានអត់ប្រយោជន៍ទេវាមិនមែនជារឿងអត់ប្រយោជន៍ដូចយើងយកលុយទៅធ្វើឲ្យផ្សេងទេការតែយកលុយទៅធ្វើឲ្យផ្សេងក៏វាមានប្រយោជន៍ប៉ុះក្នុងរឿងមួយដែលយើងមិនដឹងឧទាហរណ៍ខ្ញុំវិនិយោគទៅលើល្បែងឧទាហរណ៍អធិស្ឋានអ្នកខ្លះគាត់ថាយកលុយទៅលេងល្បែងវាអត់សមគួរនឹងយកទៅតែអ្នកខ្លះគាត់មានដោយសារល្បែងហ្នឹងក៏មានច្រើនដែរអ្នកខ្លះគាត់ក្រដោយសារល្បែងហ្នឹងក៏វាច្រើនដែរអញ្ចឹងវាអញ្ចឹងអាហ្នឹងគោលបំណងមនុស្សរៀងខ្លួនតែកុំអោយតែញៀននិយាយថាអាញៀនហ្នឹងគឺដកខ្លួនមិនរួចលក់របស់លក់ទ្រព្យអីចឹងទៅឆ្នះល្បែងទិញរបស់ឆ្នះចាញ់ល្បែងអស់លក់របស់លេងល្បែងវាបែបហ្នឹងយើងសិតតែមានគោលបំណងរៀងខ្លួនហើយការចាប់ផ្ដើមទៅលើវិស័យអនឡាញនេះទៀតសោតវាមិនមែនថាប្រទេសយើងទេតាមពិតទៅប្រទេសយើងដើរក្រោយទៅខាងទ្វីបអឺរ៉ុបឬក៏ទៅតាមបរទេសអីចឹងទៅដោយសារ YouTube គឺជាតទៅនឹងលុយមួយដែលវាលើពពកទេណាគេយកបានយកទៅណាគេខ្លាំងគឺណានឹងយកហើយពាក្យតែខ្លាំងមួយម៉ាត់មិនមែនថាម្នាក់នឹងចេះគ្រប់សពកាត់វីដេអូថតអីទេសំខាន់ជាងគេគឺ maintenance ហ្នឹងមានន័យថាមិនចោះចាញ់និយាយថាមិនចោះចាញ់តែម្ដងយើងនិយាយខ្លីណាគឺមិនចោះចាញ់ទៅលើបញ្ហាទាំងអស់នឹងឧទាហរណ៍ក្រាញ់នាលភាសាខ្មែរឲ្យសួរស្ដាប់ក្រាញ់នាលគឺមិនព្រមចោះចាញ់អ្នកខ្លះតស៊ូរហូត 2-3 ឆ្នាំបានទទួលបានលទ្ធផលពួកខ្ញុំធ្លាប់មានប្អូនឬក៏បងប្អូនម្នាក់នៅខាងស្រុកគាត់ក្រាញ់នាលឆ្នាំ 2-3 ឆ្នាំ 2 ឆ្នាំដែរតម្រុំគាត់រកចំណូលបានជាចំណូលមួយដែលមានប្រយោជន៍ហើយជាចំណូលមួយដែលសប្បាយចិត្តមែនតើគាត់ចាប់ផ្ដើម3ឆ្នាំបានគាត់រកចំណូលបានចាប់តាំងពីគាត់រៀនពីទូចមកឲ្យកុំព្យូទ័រ10 20 30 40រៀលមានអស់ហើយមកប្រមូលផ្ដុំផ្គុំគ្នាតែគាត់ចាប់ផ្ដើមតែឯងអត្ថប្រយោជន៍គឺគាត់តែឯងគាត់អត់រកគ្រូទេគាត់គិតថាខ្លួនគាត់អាចធ្វើបានតែនៅពេលដែលគាត់ចាប់ផ្ដើមតលាក់បញ្ហានឹងចូលរកគ្រូរយរៀនគាត់ចាប់ផ្ដើមតែប្រហែលចង់តែកន្លះឆ្នាំគាត់រកលុយបានមួយខែ 4-500 ប្រកគាត់អញ្ចឹងមកដល់ឥឡូវក៏គាត់ចំណូលបានច្រើនដោយសារគាត់មួយ channel គាត់រកបាន 4-500 យកប្រកគាត់បរិចថែមគាត់ដាក់ក្រុមការងារថែម3នាក់គាត់មាន 3-4 channel អញ្ចឹងចំណូលបើ500ក៏បានខ្ទង់ $2,000 គាត់ចំណាយតិចអស់មួយខែអញ្ចឹងទៅអាចថាសល់ 1000 ក៏យកលុយបានទេសម័យឥឡូវ 1000 ក៏រកលុយតឹងដែរមិនថាខ្ញុំថាគេពេលខ្លះលុយក៏វាពិបាករកតែកុំដាក់សម្ពាធខ្លួនឯងពេកពាក្យថាដាក់សម្ពាធមិនគឺអញត្រូវទៅរកឲ្យបានអញ្ចឹងមួយចុះពីរហ្នឹងក៏ប៉ុន្តែការងារនេះវាត្រូវការពេលវេលាអីក៏ត្រូវការពេលវេលាក៏ប៉ុន្តែពេលវេលានេះគឺយើងត្រូវធ្វើមិនមែនដេកចាំមើលឬដេកចាំសំណាងពីធ្លាក់ទៅលើមេឃមកទេ
អានេះការណែនាំខ្ញុំមានតែប៉ុណ្ណឹងខ្ញុំមិនមែនជាគ្រូដែលអស្ចារ្យដែលមានគិតថាបរិញ្ញាសិស្សគ្រប់គ្នាអាចជោគជ័យដែរក៏ប៉ុន្តែគ្រូគឺមួយភាគទូចសម្រាប់ការចាប់ផ្ដើមទេវាគ្រាន់តែត្រួសត្រាយផ្លូវវាគ្រាន់តែស្គាល់ផ្លូវដើរតែប៉ុណ្្នឹងទេតែក្មេងវាដើរលឿនដូចខ្ញុំនិយាយថាចាស់ដើរលឿនចាស់ដើរយឺតតែក្មេងស្គាល់ផ្លូវចាស់ស្គាល់ផ្លូវតែក្មេងដើរលឿនអញ្ចឹងណាអញ្ចឹងមានថាគ្រប់យ៉ាងគឺត្រូវតែការចាស់នៅត្រង់នេះគឺមិនមែនអាយុច្រើនឬក៏មិនមែនអាយុតិចទេតែទៅនឹងវត្តពិសោធន៍អញ្ចឹងយើងប្រើឲ្យត្រូវអញ្ចឹងថ្ងៃនេះខ្ញុំសូមបញ្ចេញ short course មួយតទៅនឹង YouTube ក្នុងហ្នឹងគឺខ្ញុំ analyze តទៅនឹង YouTube នឹងអស់ហើយមានថាគ្រប់ content នឹងគឺរៀនត្រូវទាំងអស់ទាំង content AI content music ឬក៏ content ផ្សេងមានរួមគ្រប់ទាំងអស់ហើយមួយទៀតខ្ញុំតែងតែផ្ដាំមួយម៉ាត់ហើយមួយម៉ាត់ទៀតគឺ YouTube គឺរំពឹងលើជំនាញរបស់អ្នកទាំងអស់គ្នាអ្នកគ្នាចេះស្ទូចត្រីថត content ស្ទូចត្រីទៅអ្នកគ្នាចេះថតគោអ្នកគ្នាថតគោថតកបីចុះកុំព្យាយាមតម្លាក់សម្ពាធខ្លួនឯងថាអញត្រូវតែចេះអត់ទេគ្រប់យ៉ាងយើងធ្វើហើយយើងរៀនឥឡូវខ្ញុំចេះថតគោខ្ញុំជាម្ចាស់កសិដ្ឋានចិញ្ចឹមគោខ្ញុំអត់អាចទៅថតសេះបានទេព្រោះខ្ញុំមានតែគោអញ្ចឹងខ្ញុំថតគោតែថ្ងៃណាមួយខ្ញុំនឹងមានសេះខ្ញុំនឹងថតសេះអ្នកនេះយល់ទេចំណុចនេះគឺវាអត់ពិបាកទេឥឡូវខ្ញុំសុំនិយាយមួយចូលទៅក្នុង YouTube យើង estimate តទៅនឹងចំណូលណាមួយឧទាហរណ៍ខ្ញុំសូមបញ្ចេញតទៅនឹង YouTube ណាមួយដែលគិតថាបងប្អូនអាចយកមកប្រើវាបានដូច YouTube នេះតាមពិតទៅអាចនឹង YouTube ភាគច្រើនខ្មែរដឹងបរទេសជាមួយខ្ញុំមើលសិនវៀតណាមអូខេអញ្ចឹងបងប្អូនយល់ពាក្យថា YouTube analysis មកយើងយក YouTube analysis យើងយកsocial balance មកខ្ញុំ copy YouTube ហ្នឹងហើយខ្ញុំយកមកផាសមកបញ្ជាក់តទៅនឹង website នេះគាត់ថា estimate ទេ estimate ថាចំណូលគាត់ហ្នឹងបានមួយខែប្រហែលមួយខែជាធម្មតា$214,000នេះជាធម្មតាបើសិនជាយើងយក 50% ក៏ខ្ទង់បាន$2,000ក្នុងមួយខែដែរហើយ estimate ប្រចាំថ្ងៃពួកគាត់នឹងរកបានមួយឆ្នាំ estimate $2,14,000ក្នុងមួយឆ្នាំតែ YouTube ពួកនេះគឺ content នេះគឺ RPM ខ្ពស់លុយឡើងខ្លាំងហើយ rank ក៏ខ្លាំងដែរហើយបរទេសចូលចិត្តមើលជាប្រភេទ creative មានថាគាត់ចេះអីគាត់ធ្វើនឹងទៅហើយការដែលមើលបំផុតបងប្អូនមើលការចាប់ផ្ដើមគាត់បំផុតគឺចាប់ផ្ដើមពីចំណុចមួយដែលពួកគាត់អាចធ្វើវាបានណាមានថាជួយថតតាមអ្វីដែលពួកគាត់ចង់យូរគាត់ចាប់ផ្ដើមបរឹងខ្លួនឯងយើងមើលពីការចាស់បំផុតរបស់គាត់មើល3-5ឆ្នាំមុនហើយមកដល់ឥឡូវ2ថ្ងៃមុនបងប្អូនឃើញវាអានេះជាសមិទ្ធផលទេណាមើលការថតការច្នៃទាំងអស់គឺពួកគាត់នៅតែអាចធ្វើវាបានហើយបរឹងសមត្ថភាពខ្លួនឯងធ្វើវាបានទៀតជាការចាប់ផ្ដើមរបស់ខ្ញុំចង់ជំរុញឲ្យបងប្អូនទាំងគ្នាតាក់ទងនឹង YouTube នេះផងដែរគឺមិនក៏បានដែរមានថាជាជំនាញរបស់បងប្អូនដូច YouTube game នេះផងដែរ content នេះដូចជា content មានខ្មែរយើងធ្វើច្រើន content ហ្នឹងគាត់ថាពីចិនលាក់មុខធ្វើទៅបរទេសពីចិនមានតែក្មេងៗគាត់មើល RPM វាមិនសូវបានថ្លៃតែម៉ែមករស់ក្នុង YouTube ហ្មងគឺមួយខែcàngតិចក៏2ទៅ3,000ដែរមួយខែ estimate 4,300 ដល់ 500 ហើយ YouTube នេះផងដែរធ្វើតែនៅផ្ទះហ្នឹងមានអីពិបាកប្រើ AI ប្រើអីមានអីធម្មតាហ្នឹងបងប្អូន AI ក៏ជាកត្តាមួយដែលធ្វើបងប្អូនរកចំណូលបានច្រើនដែរអញ្ចឹងព្យាយាមរៀនឲ្យបានច្រើន Gemini Grok ChatGPT ឬក៏ AI ផ្សេងទៀតដែលបងប្អូនអាចគួរនឹងសិក្សាពីវាបានច្រើនជាងមុនកុំទុកពេលវេលាចោលព្រោះខ្ញុំរាល់ថ្ងៃពីច្រើនខ្ញុំបោះបង់ការងារច្រើនការរស់ស៊ីក៏ខ្ញុំទុកមកចំណែកណាមួយដែលគិតថាអាចចិញ្ចឹមខ្លួនឯងរស់នៅពេលដែលអត់ពួកនេះក៏ប៉ុន្តែបើសិនជាអាចទេបរិងសមត្ថភាពធ្វើការលើ social media វាមានលុយច្រើនពី website ពី YouTube ពី Facebook ពីអីផ្សេងច្រើនមែនតើ TikTok ឬក៏ប្រភេទsocial media ណាមួយដូចជា trade តទៅនឹងtrader ក៏បងប្អូនអាចនឹងសិក្សានេះខ្ញុំព្យាយាមរៀនឲ្យបានច្រើនទៅវាមិនចេះដាច់បាយនៅពេលដែលបងប្អូនមានជំនាញបងប្អូនចង់ទៅនៅស្រុកវិញហើយថាទៅនៅផ្ទះវិញកាន់តែកុំព្យូទ័រមួយរងខ្ញុំកាន់តែកុំព្យូទ័រមួយក៏ធ្វើការបានលុយដែរវាមិនដល់ថ្នាក់ខ្ញុំមានទេក៏ប៉ុន្តែត្រឹមមករស់មិនថាមករស់ហ្នឹងមួយថ្ងៃយើងចាយត្រឹម4 10 20រៀលអីអូខេអត់បញ្ហាទេមួយខែចាយ5-600ក៏អត់បញ្ហាដែរព្រោះទីមួយតើតើនឹងការចំណាយរបស់ខ្ញុំក៏ខ្ញុំដឹងមានលីមីតការចំណាយដែរមិនមែនចេះតែចំណាយកុំស៊ីតាមឃ្លានកំហៀនតាមចង់ណានឹងភាសាបុរាណអញ្ចឹងដូចគ្នាខ្ញុំអានេះខ្ញុំនិយាយហាក់បីដូចជាវាច្រើនពេក
ក៏ប៉ុន្តែដើម្បីជាបងជាបើកទំព័រមួយឲ្យបងប្អូនងាយយល់ក៏ខ្ញុំសូមបញ្យល់បងប្អូនឲ្យកាន់តែពឺស្ដារដូចគ្នាហើយដូចខ្ញុំនិយាយហ្នឹងគឺពីច្រើនខ្ញុំដាក់skill មួយថាពីនេះពីនោះអាពីនេះពីនោះនឹងនិយាយពីនេះពីនោះជា sample ឆ្វេងស្ដាំមួយដើម្បីឲ្យបងប្អូនងាយនឹងយល់មានថាខ្ញុំចង់ឲ្យបងប្អូនយល់ទោះបីបងប្អូនអត់ធ្លាប់ចាប់ផ្ដើមវាក៏អាចនឹងរៀនយល់បងប្អូនអត់ចេះសោះក៏អាចនឹងចាប់ផ្ដើមវាបានដោយរលូនដោយសារភិកច្រើនខ្ញុំនឹងបញ្យល់ពីតតភាពពិតនៃសង្គមតតភាពពិតនៃការរស់នៅប្រចាំថ្ងៃនេះឯងអូខេអញ្ចឹងខ្ញុំចូលមាតិការបស់ខ្ញុំភិកច្រើនខ្ញុំ focus ទៅលើ YouTube ទេហើយ content បែបណាក៏បានដែរហើយមាតិកាខ្ញុំដូចជាមិនច្រើនទេក៏ប៉ុន្តែបើក្នុងនេះបើ analyze វីដេអូចូលក្នុងចូល10វីដេអូ20វីដេអូនេះបង្កើត Gmail ការពារសុវត្ថិភាពហ្នឹងវាអាចមកវីដេអូបង្កើត channel រៀបចំ channel ខាងក្រៅខាងក្នុងឲ្យបានត្រូវតាមគោលការណ៍ verify នេះក៏យ៉ាងតិចក៏3វីដេអូដែរដើម្បីបញ្យល់ឲ្យបោះក្បាយណារៀនកាត់វីដេអូនិង YouTube thumbnail ហ្នឹងក៏ចូលពីវីដេអូដែរព្រោះអា thumbnail ហ្នឹងយើងកាត់ផ្សេងទៅអាវីដេអូហ្នឹងយើងកាត់ផ្សេងទៅស្វែងរក content តាមជំនាញ content តាមមានដូចខ្ញុំនិយាយថាចេះធ្វើអីធ្វើហ្នឹងទៅចិញ្ចឹមគោថតគោទៅកុំចិញ្ចឹមគោទៅថតសេះវាអត់ទៅទេក៏ប៉ុន្តែដូចសួរថាយើងទៅថតសេះបានអត់បានបាទហ្នឹងគេហៅថា challenge new challenge ទៅថតអីផ្សេងបានសំខាន់បងប្អូនចេះថតគោឲ្យច្បាស់ទៅថតសេះក៏អត់ពិបាកដែរមួយទៀតពេញព័ត៌មាន AdSense ឬក៏ដើម្បីទទួលបាន pin code ជាធម្មតានៅពេលដែលយើង verify ឬក៏វាបំពេញឲ្យយើងគ្រប់គោលការណ៍ដើម្បី request YouTube ជាធម្មតាវានឹងឲ្យយើងបំពេញព័ត៌មានទាំងអស់ឧទាហរណ៍ព័ត៌មានអាសយដ្ឋានរបស់យើងក្នុង AdSense ដើម្បីស្នើទៅកាន់ YouTube ដើម្បីវា verify ឬក៏ដើម្បី approve ឲ្យយើងរកលុយបន្ទាប់មកយើងចូល AdSense ដើម្បីបំពេញព័ត៌មានបាន$10វានឹងផ្ញើ pin code មកកាន់បរិសនីកម្ពុជាឬក៏បរិសនីតាមតំបន់ណាមួយរបស់បងប្អូនដើម្បីយកអា pin code ទាំងអស់ហ្នឹងយកមកបំពេញដើម្បីដកលុយហើយបន្ទាប់មកយើងបំពេញ bank ធនាគារក្នុងខ្មែរឬក៏ពីមុនវាប្រើ Western Union កាលពីជំនាន់មុនណាបាទឥឡូវគេក៏នៅតែប្រើដែរគាត់ថាឥឡូវវាមានធនាគារមានអីចាំបាច់ទៅដាក់ Western Union ទៅឥឡូវធនាគារយើងទលំទលាយ Asia Wing ABA ឬក៏ធនាគារផ្សេងទៅក៏យើងអាចលុយដែរខ្ញុំរងខ្ញុំតម្លាក់តាម chip ហ្មងក៏ទទួលបានលុយដែរមានថាពីមុនខ្ញុំដាក់ AC ដែរក៏ប៉ុន្តែខ្ញុំងាកមកប្រើ chip ហ្មងវិញក៏តម្លាក់លុយបានធម្មតាដែរហើយវាសេវាកម្មដូចតែគ្នាធនាគារក្នុងស្រុកគឺល្អទាំងអស់ទេយើងគ្រប់គ្រងទៅវាចិត្តចូល international ហើយវាមាន local ទេធនាគារទាំងអស់ហ្នឹងខ្ញុំដាក់ទៅវាបានលុយឲ្យកាត់ពន្ធតិចតួចមែនតើអូខេអញ្ចឹងនោះនេះតាមពិតមានជំនាញដែលបងប្អូនគួរតែរៀនមានទាំងកាត់វីដេអូមានទាំងកាត់ thumbnail អញ្ចឹងវា all in one ក្នុងហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ពីអ្វីដែលខ្ញុំចង់និយាយជាការចាប់ផ្ដើមមិនមែនជាមូលដ្ឋានគ្រឹះទេនេះជាការចាប់ផ្ដើមបើសន្ទរកថាថាដូចជា presentation មួយដល់បងប្អូនទាំងអស់គ្នាដែលគាត់អត់ទាន់យល់អញ្ចឹងហាក់បីដែលខ្ញុំនិយាយប៉ុណ្ណេះវាអាចនឹងយូរពេលយូរម៉ោងក៏ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្វែងយល់ពីអាជីពនឹងទាំងអស់គ្នាព្រោះអាជីពនេះវារលុយតកូនតចៅវាមិនមែនអីនេះទេបងប្អូនអ្នកដែលមានដោយសារ YouTube ស្រុកខ្មែរក៏វាច្រើនអ្នកដែលមានដោយសារ YouTube នៅលើទូទាំងពិភពលោកក៏វាច្រើនដែរអូខេអញ្ចឹងខ្ញុំនៅតែនិយាយឲ្យម្ដងទៀតព្យាយាមរៀនវាទៅបើអត់ចេះក៏អត់កូនយើងអត់ចេះក៏បរៀនកូនឲ្យចេះដែរវាមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងតកតនឹងការធ្វើមានថាការធ្វើរលុយ YouTube គឺខ្ញុំមានតែប៉ុណ្្នឹងហើយមូលដ្ឋានគ្រឹះឬក៏មេត្តាខ្ញុំក៏បានចាប់ផ្ដើមមកមុនអ្នកគ្នាដែរអញ្ចឹងមូលដ្ឋានគ្រឹះគឺខ្ញុំអត់ទាន់បានបញ្យល់ទេនេះជាការចាប់ផ្ដើមសេចក្តីចាប់ផ្ដើមនៃការរលុយពី YouTube ឆ្នាំ2026អញ្ចឹងពីខ្ញុំបាទអរគុណសូមជម្រាបលា